Bà số đây để ra tạiថ្ងៃនេះលោកគ្រូមានពេលទំនេរលោកគ្រូមកវិភាគងើហេង free ឲ្យតារាថៃប្រុសម្នាក់ដែលបងប្អូនកូនក្មួយក៏ដូចជាកូនសិស្សផ្ញើឲ្យលោកគ្រូជួយវិភាគដើម្បីទុកជាករណីសិក្សាឬមួយក៏ជា case study ព្រោះអីគាត់ចង់ដឹងថាតើមនុស្សយើងសង្កេតមើលងើហេងមុខដែលក្បួនបុរាណចឹងតើយើងគួរមើលពីចំណុចណាសង្កេតដេញទៅចំណុចណាដើម្បីយើងអាចវិភាគក៏ដូចជាណាអាចផ្ទៀងផ្ទាត់បានថាតើអត្តចរិតបុគ្គលិកលក្ខណៈរបស់បុគ្គលហ្នឹងតើយ៉ាងម៉េចហើយថ្ងៃអនាគតដំណើរជីវិតរបស់គាត់នឹងអាចទៅជាយ៉ាងណាណាអូខេអញ្ចឹងថ្ងៃនេះលោកគ្រូនឹងលើក case នេះយកមកបង្ហាញលម្អិតប្រាប់ពុកម៉ែបងប្អូនកូនក្មួយយើងមួយដើម្បីយកទៅផ្ទៀងផ្ទាត់ហើយរៀនសង្កេតមើលមនុស្សជាទូទៅមុននឹងខ្សែគប់ចាប់ដៃគូជាដៃគូ business ឬមួយក៏ជាមិត្តភ័ក្តិឬមួយក៏ជាដៃគូជីវិតអីយើងត្រូវចេះខ្លះណាយើងត្រូវរៀនសង្កេតមើលខ្លះបើសិនណាជាយើងដលងមូលយើងមិនចេះសោះយើងរើសមនុស្សខុសជីវិតយើងគឺឆាចោលនឹងឯងអញ្ចឹងយើងរៀនសង្កេតមើលមួយលោកគ្រូនឹងរៀបរាប់ប្រាប់មួយណាអូខេអញ្ចឹងចំណុចរបស់បុគ្គលិកលក្ខណៈរបស់បុគ្គលម្នាក់លោកគ្រូសូមដេញពីកុមារភាពមកមុនណាចំណុចកុមារភាពនេះយើងសង្កេតមើលកន្លែងណាគឺយើងសង្កេតមើលលើស្លឹកត្រចៀកឬក៏ស៊ុមត្រចៀកពុកម៉ែបងប្អូនកូនក្មួយយើងយល់ទេអញ្ចឹងមនុស្សប្រុសគឺយើងសង្កេតមើលត្រចៀកដេញពីឆ្វេងទៅស្ដាំអញ្ចឹងត្រចៀកខាងឆ្វេងខាងលើស៊ុមត្រចៀកខាងលើរហូតដល់ដេញមកដល់ខាងក្រោមគឺសំដៅដល់អាយុចាប់ពី1ឆ្នាំដល់7ឆ្នាំណាហើយត្រចៀកខាងស្ដាំខាងលើចុះមកខាងក្រោមគឺសំដៅដល់អាយុពី8ឆ្នាំដល់14ឆ្នាំអញ្ចឹងយើងចង់ដឹងថាតើបុគ្គលហ្នឹងគាត់មានគេហៅថាកុមារភាពផូរផង់ដែរអត់ឬមួយក៏ជូរចត់កម្រិតប៉ុណ្ណាគឺយើងមើលលើស៊ុមត្រចៀកនឹងឯងណាអូខេអញ្ចឹងយើងមើលលើបុគ្គលម្នាក់នេះណាតារាថៃនេះគឺស៊ុំត្រចៀកយើងអាចសង្កេតមើលផ្ទាល់ដោយភ្នែកណាគឺស៊ុំត្រចៀករបស់គាត់នេះឃើញមានកាហេតុកុហករហូតដល់ចំណុចខ្លះគឺរហូតដល់បាត់អីជាដើមអញ្ចឹងបានន័យថាកុមារភាពនេះគឺមិនផូរផង់ទេណាបានន័យថាអាចកុមារភាពនេះមានរឿងជូរចត់មានរឿងមិនសមបំណងឬមួយក៏ខ្វះការភាពកក់ក្ដៅខ្វះការចេះដឹងខ្វះការសិក្សាជាដើមណាអាចបានដល់តាក់ទងជាមួយនឹងការខ្វះភាពកក់ក្ដៅនេះបានដល់ការបែកបាក់រវាងឪពុកម្ដាយជាដើមអញ្ចឹងជារួមគឺកុមារភាពគឺមិនផូរផង់បាននេះអញ្ចឹងណាហើយត្រចៀកនេះយើងអាចសង្កេតមើលបានថាត្រចៀកខាងឆ្វេងនេះគឺលៀនត្រចៀកខាងឆ្វេងលៀនសំដៅដល់តាក់ទងជាមួយនឹងណាតាក់ទងជាមួយនឹងមនុស្សនេះគឺជាមនុស្សដែលក្បាលរឹងចចេះมันងាយនឹងប្រដៅបានมันងាយនឹងប្រដៅបានន័យថាអញ្ចឹងណាអញ្ចឹងអ្នកដែលមានត្រចៀកលៀនណាអ្នកដែលមានត្រចៀកលៀនចេញដូចក្នុងរូបនេះជាឧទាហរណ៍ស្រាប់ភាគច្រើនគឺជាមនុស្សក្បាលរឹងជាមនុស្សមួយដែលគ្មានគ្រូបាអាចារ្យណាប្រដៅលោកបានឡើយណាយើងនិយាយឲ្យខ្លីឲ្យស្រួលស្ដាប់អានេះលោកគ្រូអត់ចង់ស៊ីជម្រៅបើសិនណានិយាយស៊ីជម្រៅបាននេះត្រចៀកខាងឆ្វេងនេះសំដៅដល់ការចរចាបើសិនណាជាយកមនុស្សប្រុសទៅនិយាយចរចាជាមួយនឹងបុគ្គលដែលត្រចៀកលៀនខាងឆ្វេងនេះសម្រាប់មនុស្សប្រុសណាគឺចរចានិយាយអត់ងាយត្រូវគ្នាប៉ុន្តែបើខាងស្ដាំអត់សូវលៀនចេះយើងយកមនុស្សស្រីទៅនិយាយចរចាជាមួយគឺអូខេតែម្ដងអាហ្នឹងយើងឲ្យឆ្លាតយើងឲ្យរៀនសង្កេតមើលអញ្ចឹងឯងណាអូខេអញ្ចឹងយើងមើលតមកទៀតតាក់ទងជាមួយនឹងចំណុចថ្ងាសលោកគ្រូធ្លាប់ចេញវីដេអូមុនរួចមកហើយគឺតាក់ទងជាមួយនឹងចំណុចឱកាសរបស់យើងថ្ងាសរបស់យើងគឺជាមេញតឹងរបស់យើងណាករណីថ្ងាសរបស់យើងមានស្នាមអេអុចមានស្នាមអាចរុយមានស្នាមផុងក្រហេតក្រហត់មានទួលអីជាដើមបានដល់ការចាប់ឱកាសមិនបានន័យថាមានឱកាសមកហើយចាប់ខុយណាធ្វើឲ្យយើងខកបំណងខកចិត្តណាมันអាចមានបាននឹងឯងឱកាសយើងត្រូវដឹងថាឱកាសវាគឺជាធាតុភ្លើងណាធាតុភ្លើងដល់ពេលយើងមានស្នាមអេអុចណាជាបជ្រុយណាបជ្រុយក៏អាចរុយនេះគឺជាធាតុទឹកអញ្ចឹងទឹកវាពិឃាតជាមួយនឹងភ្លើងគឺពិឃាតឱកាសយើងនឹងឯងគឺយើងមិនអាចចាប់ឱកាសបាននឹងឯងអញ្ចឹងចំណុចថ្ងាសនេះលោកគ្រូនឹងលម្អិតបន្ថែមតើចំណុចថ្ងាសកន្លែងណាដែលបានដល់រឿងអីបន្ថែមទៀតលោកគ្រូនឹងបង្ហាញប្រាប់មួយដើម្បីឲ្យបងប្អូនកូនក្មួយយើងរៀនសង្កេតមនុស្សណារៀនសង្កេតមនុស្សអូខេអញ្ចឹងយើងមើលចំណុចមកទៀតដោយសារតែរូបនេះលោកគ្រូគូរង្វង់មានចំណុចចាប់អារម្មណ៍ជាច្រើនអញ្ចឹងមើលលើចំណុចទី2ចំណុចទី3ដែលជាបជ្រុយមួយគេហៅថាបជ្រុយរោងទឹកភ្នែកនឹងឯងអញ្ចឹងយើងរៀនសង្កេតមើលដោយលោកគ្រូធ្លាប់ចេញវីដេអូមុនអញ្ចឹងនៅពេលដែលយើងមានបជ្រុយនៅលើថ្ពាល់ជាពិសេសតែម្ដងគឺតម្រង់ចេញពីក្រមុំភ្នែកធ្លាក់មកក្រោមឲ្យតែមានបជ្រុយមួយជួរហ្នឹងគេហៅថាបជ្រុយរោងទឹក
ភ្នែកឬក៏យើងអាចហៅថាជាប្រជ្រុយខកបំណងឬក៏ជាប្រជ្រុយបាត់ការគ្រប់គ្រងនឹងឯងណាបើសិនណាជាមនុស្សស្រីគេហៅថាប្រជ្រុយឆក់ស្នេហ៍ណាពាក្យថាប្រជ្រុយឆក់ស្នេហ៍នេះបានន័យថានៅពេលដែលយើងមានដៃគូស្នេហាឬមួយក៏ជាប្តីប្រពន្ធអីជាដើមគឺត្រូវបានគេមកឆក់យកតែម្ដងមិនថាមិត្តភ័ក្តិឬក៏បងប្អូនអ្នកស្គាល់គ្នាដូចថាឃើញដៃគូរបស់យើងនឹងគឺតំណងតែឆក់យកតែម្ដងធ្វើឲ្យយើងជួបតែរឿងខកបំណងនឹងឯងអញ្ចឹងបុគ្គលម្នាក់នេះមានដល់ទៅ2គ្រាប់អញ្ចឹងបុគ្គលម្នាក់នេះគឺបានន័យថាមានតែរឿងខកបំណងមានតែរឿងដែលគេឆក់យកស្នេហានឹងឯងអូខេអញ្ចឹងយើងមើលចំណុចទី4មកទៀតតកតងជាមួយនឹងក្រអូមាត់នេះបានចអូអាលើមាត់ណាពុកម៉ែបងប្អូនកូនក្មួយយើងត្រូវដឹងថាចអូលើមាត់នេះគឺសំខាន់ណាស់គឺជាចំណុចក្រលៀនឬមួយក៏ជាចំណុចតម្រង់នោមរបស់យើងបើសិនណាជាចអូមាត់នេះដៅជ្រៅពេកបានន័យចអូជ្រៅពេកចអូរាក់ពេកឬមួយក៏មានស្នាមរត់កាត់ឬមួយក៏មានប្រជ្រុយនៅចំចអូមាត់នេះបានដល់តកតងជាមួយនឹងសុខភាពអវយវៈក្រលៀនយើងគឺមិនល្អដោយឡែកបុគ្គលម្នាក់នេះគឺគាត់កែសម្ផស្សកាត់ចុងច្រមុះហ្នឹងឃើញទេខាងក្រោមច្រមុះហ្នឹងធ្វើឲ្យប៉ះពាល់ដល់ចង្អូមាត់នេះអញ្ចឹងបុគ្គលម្នាក់នេះអាចនឹងកើតមានជំងឺមហារីកក្រពេញប្រូស្តាតឬមួយក៏ជំងឺខូចតម្រង់នោមឬក៏ក្រលៀនបានដល់រឿងអាយុខ្លីនឹងឯងណាបានដល់រឿងអាយុខ្លីនឹងឯងអញ្ចឹងមិនយូរទេណាមិនយូរទេហើយយើងមិនមែនយកចំណុចមួយនេះយកមកសង្កេតមើលហើយទាញសេចក្តីសន្និដ្ឋានទេយើងមើលចំណុចទី3ចំណុចទី3គឺឃើញទាំងស្រុងតែម្ដងគឺចង្ការរបស់បុគ្គលម្នាក់នេះគឺខូចមួយចំហៀងបាត់ទៅហើយតើតាពេលខ្លះយើងរៀនសង្កេតមើលអញ្ចឹងតើបានយើងដឹងអញ្ចឹងចការនេះគឺសំដៅដល់ការសោយសុខនៅពេលដែលយើងចាស់ទៅចង្ការណាចំណុចចង្ការគឺជាចំណុចដែលមនុស្សសោយសុខតើមនុស្សនោះបុគ្គលនោះអាចសោយសុខទៅថ្ងៃក្រោយពេលដែលគាត់ចាស់ទៅបានដែរឬទេគឺយើងមើលលើចំណុចចង្ការតើចង្ការនេះមានសាច់ត្រលុកត្រលុនជាចង្ការមួយដុះសាច់បានន័យថាលយចេញមកគេហៅថាចង្ការពំដីណាអញ្ចឹងករណីចង្ការបុគ្គលបរោះម្នាក់នេះគឺបានន័យថាវាខូចចង្ការបាត់ទៅហើយអញ្ចឹងបានន័យថាมันអាចសោយសុខនៅពេលដែលចាស់ទៅទេគឺវេទនាតែម្ដងបានដល់ថាតកតងជាមួយនឹងការជុំកូនចៅបរិវារគឺនឹងមិនមានកូនចៅបរិវារនៅជុំវិញខ្លួនណាមិនមានកូនចៅបរិវារនៅជុំវិញខ្លួនពេលដែលចាស់ទៅជាមនុស្សកំព្រាបានន័យថាកំព្រានឹងឯងចំណុចចង្ការនេះនៅពេលដែលយើងសោយសុខនៅពេលចាស់ទៅប៉ុន្តែបើសិនណាយើងផ្គុំចំណុចផ្សេងដែលមិនល្អណាបូកជាមួយនឹងចង្ការនេះក៏បានដល់រឿងអាយុខ្លីនឹងឯងសម្រាប់អ្នកដែលស្លាប់មុនអាយុណាអាយុខ្លីពុកម៉ែបងប្អូនកូនក្មួយយើងត្រូវពិនិត្យមើលចង្ការនឹងឯងចំណុចខូចចង្ការមនុស្សដែលខូចចង្ការហើយគឺភាគច្រើនគឺមនុស្សនឹងអាយុអត់វែងទេត្រូវប្រុងប្រយ័ត្នត្រូវថែទាំផ្លូវកាយផ្លូវចិត្តត្រូវធ្វើបុណ្យកុសលឲ្យបានច្រើនបើសិនណាជាធ្វើបុណ្យកុសលបានតិចគឺទាញទៅដល់រឿងអាយុខ្លីរឿងគេហៅថាស្លាប់ដោយតៃហោងដូចគ្នាណាស្លាប់ដោយតៃហោងដូចគ្នាអញ្ចឹងចំណុចនេះយើងត្រូវមើលខ្សែហុបលេងខ្សែដែលអស់ចេញពីច្រមុះមកនេះហូរចូលមាត់ណាពុកម៉ែបងប្អូនកូនក្មួយយើងអាចសង្កេតមើលចំណុចកន្លែងក្បែរបច្ចុយលេខ2ហ្នឹងឃើញមានចអូហូរមួយចូលមាត់គេហៅថាខ្សែហុបលេងខ្សែនេះឬក៏ខ្សែ Farling ណាខ្សែ Farling ឬក៏ខ្សែហុបលេងនេះហូរចូលមាត់នេះសំដៅដល់បុគ្គលម្នាក់នេះគឺនឹងស្លាប់មុនអាយុ50អញ្ចឹងបានន័យថាបើសិនណាជាមិនសាងបុណ្យកុសលមិនភ្ញាក់រលឹកទេគឺនឹងអាយុខ្លីនឹងខូចណានឹងខូចបានន័យថាគេហៅថាស្អុយជីវិតណាហ្នឹងហើយបានន័យថាអញ្ចឹងដោយសារតែគិតតែរឿងមិនល្អគិតតែរឿងអពមង្គលគិតតែរឿងឈ្នានីសអ្នកដតីគិតតែរឿងចង់បានរបស់គេគ្មានគេខ្មាស់បានដល់រឿងស្លាប់មុនអាយុបានន័យថាអាយុខ្លីនឹងឯងជារួមណាជារួមគឺអាយុខ្លីនឹងឯងអូខេចំណុចចការនេះលោកគ្រូឲ្យរូបមើលចាក់ស្ដែងបន្ថែមគឺពិតណាស់គឺចការគឺខូចពិតមែនណាគឺខូចចការបាត់ទៅហើយបុគ្គលម្នាក់នេះអូខេអញ្ចឹងជា case study មួយដែរលោកគ្រូឲ្យរៀនសង្កេតមើលចំណុចជើងសក់ខាងលើចំណុចជើងសក់ខាងលើនេះគឺដុសមានភាពរដិករដប់បានដល់ការមិនចុះសម្រុងរវាងឪពុកជាមួយនឹងឪពុកអញ្ចឹងបានន័យថាលោកគ្រូអាចទាញសេចក្តីសន្និដ្ឋានបានដូចរឿងស្លឹកត្រចៀកដែលមានស៊ុំត្រចៀកមានអដិអដប់កន្លែងខ្លះក៏បាត់ស៊ុំត្រចៀកហើយជាមួយនឹងជើងសក់ជ្រីកបានន័យថាដុសមិនស្មើមានស្នាមក្រហេងក្រហូនយ៉ាងខាងលើនេះក៏បានដល់ការចុះសម្រុងរវាងឪពុកឬក៏អាចព្រាត់ឪពុកនឹងឯងឬក៏និយាយមិនចូលគ្នាជាមួយនឹងឪពុកអញ្ចឹងយើងរៀនសង្កេតមើលណាចំណុចជើងសក់នេះនៅពេលដែលយើងដោះមកជើងសក់យើងអត់ស្មើក៏បានដល់ថាការប្រស័យតាក់ទងជាមួយនឹងឪពុកហ្នឹងគឺខ្វះការប្រស័យតាក់ទងជាមួយឪពុកឬក៏និយាយមិនចូលគ្នាជាមួយឪពុកណា
ហ្នឹងហើយអញ្ចឹងលោកគ្រូអាចទាញសេចក្តីសន្និដ្ឋានបានថាអាចណាអាចម្ដាយនឹងរកស៊ីមិនល្អទៅឪពុកនឹងជាជនបរទេសរបៀបមកលេងអាស្រុកហ្នឹងដើម្បីគេហៅទេសចរមិនល្អណាទេសចរផ្លូវភេទអីជាដើមនឹងបន្សល់ទុកឈាមខ្មៅមកតក់អីហ្នឹងទៅវិញទៅជាកូនកំព្រាអីកំព្រីទៅភាកច្រើនវាអញ្ចឹងណាភាកច្រើនវាអញ្ចឹងណាហ្នឹងហើយអូខេអញ្ចឹងយើងមើលតមកទៀតណាលោកគ្រូសូមឲ្យរៀនសង្កេតមើលចំណុចភ្នែកណាអញ្ចឹងដូចវីដេអូមុនដែរលោកគ្រូនិយាយអំពីភ្នែក3ជ្រុងអញ្ចឹងយើងរៀនសង្កេតមើលបានយើងដឹងបើយើងអត់សង្កេតមើលគឺយើងអត់ដឹងទេបុគ្គលម្នាក់នេះនៅពេលដែលយើងគាត់បើកភ្នែកឲ្យស្រួលនៅឯនឹងគឺឃើញភ្នែកសនៅខាងក្រោមអញ្ចឹងបានន័យថាគឺជាមនុស្សដែលមានភ្នែក3ជ្រុងភ្នែក3ជ្រុងនេះយើងអាចហៅមួយយ៉ាងទៀតបានថាគឺជាខ្សែភ្នែកឃាតករអញ្ចឹងចង់មិនចង់បុគ្គលម្នាក់នេះងាយនឹងធ្លាក់ខ្លួនទៅជាឃាតករអញ្ចឹងអ្នកដែលរាប់អានប្រស័យតាក់ទងជាមួយបុគ្គលនេះប្រយ័ត្នបន្តិចណាលោកគ្រូសូមនិយាយថាប្រយ័ត្នបន្តិចព្រោះជាមនុស្សមួយដែលគេហៅថាមាន emotional ឬមួយក៏មានអារម្មណ៍ emotional ខ្ពស់ខ្លាំងពេកអញ្ចឹងពេលខ្លះគាត់មានរឿងអីបន្តិចបន្តួចគេគេលេងសើចជាមួយគាត់អីតិចតួចគិតថាជារឿងលេងសើចតែមនុស្សនេះគឺសេវទុកគឺសន្សំទុកនៅក្នុងចិត្តថ្ងៃណាមួយអាចនឹងคลายខ្លួនទៅជាឃាតករសម្រាប់អ្នកដែលនិយាយលេងរិះគន់គាត់អីជាដើមតាក់ទងជាមួយនឹងភ្នែក3ជ្រុងនេះក៏បានដល់អារម្មណ៍ឆាបឆួលខ្លាំងធ្វើអីគេអត់បានបែរទៅជាធ្វើអត្តឃាតខ្លួនឯងណាអត្តឃាតខ្លួនឯងហើយមនុស្សភ្នែក3ជ្រុងនេះគឺភាគច្រើនមែនតើគឺស្លាប់ដោយរឿងតៃហោងនឹងឯងมันអាចកើតចាស់ឈឺស្លាប់បានទេគឺភាគច្រើនកើតចាស់ឈឺស្លាប់បានស្លាប់ដោយតៃហោងភាគច្រើនណាគឺស្លាប់ដោយតៃហោងมันស្លាប់មុនការកើតចាស់ឈឺស្លាប់តាមច្បាប់របស់ព្រះពុទ្ធដោយសារតែភ្នែក3ជ្រុងនេះគឺភាគច្រើនគឺមនុស្សដែល emotional ខ្លាំងពេកចិត្តគាត់អារម្មណ៍គាត់ឆាបឆួលខ្លាំងពេកណាអារម្មណ៍គាត់ឆាបឆួលខ្លាំងពេកណាអាចស្លាប់នឹងបតវហេតុគ្រោះថ្នាក់ចរាចរណ៍ជាដើមអញ្ចឹងយើងមិនមែនមើលមកចំណុចហ្នឹងហើយយើងយកមកបូករួមយើងអាចយើងមើលមកចំណុចហ្នឹងហើយអាចសន្និដ្ឋានបានទេដោយលោកគ្រូធ្លាប់ប្រាប់អញ្ចឹងតើតែយើងផ្ដុំគ្នាជាមួយនឹងចំណុចមួយចំនួនផងដែរយើងឃើញចង្ការគឺខូចបាត់ទៅហើយអញ្ចឹងចង្ការករណីចង្ការខូចគឺមិនអាចសោយសុខទៅថ្ងៃក្រោយបានហើយភ្នែក3ជ្រុងទៀតអញ្ចឹងយើងអាចសន្និដ្ឋានបានថាគឺបុគ្គលម្នាក់នេះអាចនឹងស្លាប់ដោយតៃហោងនឹងឯងអញ្ចឹងយើងអាចរៀនសង្កេតមើលអញ្ចឹងណាយើងមិនមែនបានន័យថាយើងឃើញតែមួយចំណុចហើយយើងយកមកសន្និដ្ឋានអំពីអនាគតរបស់មនុស្សនឹងហ្មងឯងមិនមែនទេអូខេអញ្ចឹងយើងមើលតមកទៀតតកតងជាមួយនឹងចំណុចបបោមាត់យើងឃើញថាជាបុគ្គលម្នាក់ដែលមានបបោមាត់ខាងលើស្ដើងលហៀតែម្ដងបុគ្គលដែលមានបបោមាត់ខាងលើស្ដើងសំដៅដល់តកតងជាមួយនឹងមនុស្សដែលមាត់រហិចរហាចឬមួយក៏មាត់ចូលចិត្តនិយាយឲ្យគេឈឺចាប់ណាមាត់ដែលចូលចិត្តនិយាយគេឈឺចាប់បានដល់ចំណុចបបោមាត់នេះតកតងជាមួយនឹងចូលចិត្តចាក់រុកចូលចិត្តនិយាយរិះគន់អ្នកដទៃដោយគ្មានមូលដ្ឋានគ្រឹះប៉ុន្តែពុកម៉ែបងប្អូនកូនក្មួយយើងមិនមែនបានន័យថាមើលតែមួយចំណុចហ្នឹងហើយយើងយកមកសន្និដ្ឋានបុគ្គលិកលក្ខណៈរបស់បុគ្គលម្នាក់លោកគ្រូសុំផ្ដាំទៀតយើងគិតរឿងអវិជ្ជមានមុនទី1ទី2យើងយកចំណុចផ្សេងមកផ្សំគ្នាដល់ទើបយើងអាចសន្និដ្ឋានបានពាក្យថាងៅហេងហ្នឹងគឺងៅចេកងសើស៊ីងៅបានន័យថាគឺ5នឹងឯងបានន័យថាយើងមើលចំណុចទាំងអស់ហ្នឹងយើងយកមកផ្គុំគ្នាទើបយើងសន្និដ្ឋានកុំឲ្យពុកម៉ែបងប្អូនកូនក្មួយយើងស្រាប់ថាលោកគ្រូថាបបោមាត់ស្ដើងហ្នឹងគឺជាមនុស្សមួយដែលមាត់រហេតរហាចនិយាយអីគេឈឺចាប់ឯងបបោមាត់ស្ដើងហ្នឹងប្រហែលជាអាចចូលចិត្តនិយាយគេឈឺចាប់មិនមែនយើងយកមកចំណុចហ្នឹងហើយមកសន្និដ្ឋានមនុស្សទេលោកគ្រូសូមបញ្ជាក់ម្ដងទៀតណាគ្រាន់តែភាគច្រើនមនុស្សដែលមានបបោមាត់ខាងលើស្ដើងបើអត់ចេះនិយាយគឺជាមនុស្សមួយដែលមិនសូវចេះបកស្រាយបោបាច់ឲ្យច្រើនហ្នឹងចំណុចដែលបើជាមនុស្ស slot ណាគឺជាមនុស្សដែលមិនចេះបកស្រាយជាមនុស្សដែលមិនចេះនិយាយឲ្យគេយល់ពិបាកនឹងបញ្យល់គេជាមនុស្សអត់សូវប្រកែកបញ្យល់គេប៉ុន្តែបើជាមនុស្សអត្តចរិតមិនល្អវិញគឺជាមនុស្សដែលមាត់រហេករហាចនិយាយឲ្យគេឈឺចាប់និយាយចាក់រុកគេណានិយាយចាក់រុកគេអញ្ចឹងបុគ្គលម្នាក់នេះគឺមាត់រហេករហាចនឹងឯងដោយសារតែមានចំណុចអវិជ្ជមានច្រើនតាក់ទងជាមួយនឹងខ្សែភ្នែក3ជ្រុងខ្សែភ្នែកតិចទៀតលោកគ្រូនឹងប្រាប់អំពីខ្សែភ្នែក3ជ្រុងហើយបុគ្គលម្នាក់នេះគឺភ្នែកខាងស្ដាំណាធំជាងភ្នែកខាងឆ្វេងឬក៏សលៀងនឹងឯងអញ្ចឹងវាមានចំណុចច្រើនដើម្បីផ្សំគ្នាដើម្បីយើងយកមកពិចារណាណាអូខេអញ្ចឹងយើងមើលភ្នែកណាខ្សែភ្នែកទាំងសងខាងនេះគឺដូចលោកគ្រូបញ្ជាក់អញ្ចឹងគឺខ្សែភ្នែកក្របភ្នែកខាងស្ដាំគឺធំជាងខាងឆ្វេងបានដល់មនុស្សម្នាក់ដែលលោកពុកម៉ែបងប្អូនកូនក្មួយយើងត្រូវចេះសង្កេតមើលណាមនុស្សគឺយើងសង្កេតមើលអញ្ចឹងយើងពុះមុខជា2ហើយយើងផ្ទៀងផ្ទាត់គ្នា
មុខខាងឆ្វេងវាខុសពីមុខខាងស្ដាំសំដៅដល់គឺជាមនុស្សមួយដែលក្រឡេកក្រឡុចជាមនុស្សមួយដែលបាតដៃខ្នងដៃជាមនុស្សមួយដែលថ្ងៃនេះគិតឃើញអញ្ចេះថ្ងៃស្អែកគាត់ប្រែកន្លះទៅជាអញ្ចេះអញ្ចឹងបើសិនណាជាយើងចង់ធ្វើកិច្ចសន្យាជាមួយបុគ្គលណាម្នាក់យើងរៀនសង្កេតមើលមុខខាងឆ្វេងគាត់ហើយនិងមុខខាងស្ដាំបើមុខខាងឆ្វេងហើយមុខខាងស្ដាំខុសគ្នាថ្ងៃហ្នឹងយើងចរចាគ្នាអីជាមួយគាត់ចុះកងត្រាផ្ដិតមេដៃឲ្យហើយព្រោះថ្ងៃស្អែកគាត់នឹងប្រែក្រឡះគាត់នឹងប្រែប្រួលហើយអញ្ចឹងបុគ្គលម្នាក់នេះភ្នែកអាមួយធំអាមួយទូចណាភ្នែកហ្នឹងគឺជាមនុស្សមិនស្មោះត្រង់មនុស្សកលេសកលុចបបោមាត់ស្ដើងទៀតយើងបោកសរុបគ្នាបានអញ្ចឹងដូចលោកប្រាប់ចឹងថាងើហេងមុខគឺយើងវិភាគឲ្យយើងមើលអញ្ចឹងណាមិនមែនបានន័យថាគ្រាន់តែយកមកចំណុចហើយយកមកសន្និដ្ឋានទេណាមិនមែនថាយកចំណុចមកចំណុចហើយយើងយកមកសន្និដ្ឋាននេះគឺយើងត្រូវសង្កេតមើលអញ្ចឹងហើយយើងអាចសង្កេតមើលបានពេលខ្លះរូបភាពនៅក្នុង social media ជារូបភាពមួយដែល edit ហើយជារូបភាពមួយដែលទាល់តែស្អាតបានគេបង្ហោះអញ្ចឹងយើងអាចមើលអារូបភាពដែលភ្លេចខ្លួនណាដែលថតដោយមិនដឹងខ្លួនទើបយើងអាចសង្កេតមើលថាតើងើហេងមនុស្សហ្នឹងវាធ្លាក់ដល់កម្រិតណាដូចរូបនេះស្រាប់លោកគ្រូសូមបញ្ជាក់ឲ្យឃើញណាគឺមុខគ្មានហុងស៊ុយឬក៏មុខគ្មានងើហេងណាយើងប្រើពាក្យហុងស៊ុយវាអត់ត្រូវមុខគ្មានងើហេងណាមុខគ្មានងើហេងគ្រាន់តែថាបងប្អូនកូនក្មួយយើងគាត់តែនិយាយលេងថាមុខអត់ហុងស៊ុយមុខអត់ហុងស៊ុយនិយាយចំមុខគ្មានងើហេងបានន័យថាងើហេងមកគាត់ហ្នឹងគឺធ្លាក់ដល់កម្រិតណាកម្រិតគេហៅថាសឹងតកែលែងបានហើយវាធ្លាក់នៅក្នុងកម្រិតបែកថ្នាំគេហៅថាមនុស្សនេះអាចប្រហែលជាបុគ្គលមួយដែលអាចដើរផ្លូវខុសរហូតដល់លេងថ្នាំឬក៏សារធាតុអីផ្សេងដែលមិនល្អផងដែរបើតាមលោកគ្រូវិភាគងើហេងនេះណាគឺភ្នែកស្លក់ស្លេកស្លាំងមុខគ្មានវិញ្ញាណនៅក្នុងខ្លួនណាហើយធ្វើអតចរិតដូចជាក្មេងពីលបាតផ្សារអញ្ចឹងអនាគតរបស់បុគ្គលម្នាក់នេះក៏ដូចជាការវិភាគងើហេងរបស់លោកគ្រូអាចនឹងមិនខុសទេគឺមនុស្សនេះរោគកោះរោគត្រោយមិនឃើញរូបភាពរុងរឿងមិនឃើញជីវិតណាជីវិតនេះគឺអាប់អួរហើយអាចនឹងអាយុខ្លីឬក៏អាចស្លាប់ដោយតៃហោងនឹងឯងណាស្លាប់នឹងតៃហោងនឹងឯងអូខេជាចុងក្រោយលោកគ្រូសូមណាសូមបួងសួងឲ្យទឹកដីស័ក្តិសិទ្ធិណាទឹកដីនៃប្រជាជាតិកម្ពុជាដល់ពូកែស័ក្តិសិទ្ធិនេះណាសូមឲ្យផ្ដន់ទាទោសក៏ដូចជាដាក់ទោសបុគ្គលណាដែលចង់បានវប្បធម៌ចង់បានប្រពៃណីចង់បានទឹកដីខ្មែរដោយគ្មានភាពអៀនខ្មាស់សូមឲ្យណាអំណាចនៃដូនតាខ្មែរមហិទ្ធិរបស់ដូនតាខ្មែរសូមឲ្យតាមព្យាធិក៏ដូចជាកាច់បុគ្គលទាំងអស់ហ្នឹងឲ្យវាស្លាប់ទៅហ្នឹងគឺទូលរែកដីណាទូលរែកដីมันអាចកើតជាមនុស្សឬក៏កើតនៅកន្លែងដែលល្អបាននេះគឺអាចស្លាប់ទៅកើតទៅជាជំលានត្បុលដីដែលចង់បានដីរបស់គេឬមួយក៏អាចកើតទៅជាប្រែតទូលដីនឹងឯងណាប្រែតទូលដីនឹងឯងអូខេបើសិនជាស្ដាប់ទៅជក់ចិត្តហើយចង់សិក្សារៀនសូត្របន្ថែមអាច follow page លោកគ្រូមួយណាជួនកាលបងប្អូនកូនក្មួយយើង like ស្ដាប់ជក់ចិត្តទៅ share like comment ទៅអត់បាន follow អញ្ចឹងកុំភ្លេច follow ផងដើម្បីតាមដានវីដេអូលោកគ្រូក្រោយៗទៀតលោកគ្រូនឹងចែករំលែកចំណេះដឹងល្អៗដើម្បីបងប្អូនកូនក្មួយយើងរៀនសង្កេតក៏ដូចជាយកជាចំណេះដឹងមួយដាក់ជាប់ខ្លួនដើម្បីជាការការពារខ្លួនផងដែរណាជាចុងក្រោយលោកគ្រូសូមជូនពរពុកម៉ែបងប្អូនកូនក្មួយទាំងអស់គ្នាជួបតែសេចក្តីសុខសេចក្តីចម្រើនទាំងអស់គ្នាសូមអរគុណ